បាទសូមបកគ្រប់នឹងជ្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទេសនានៅបាទ Channel បាទ EP Learning ជាទីមេត្រីសូមជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅបាទអត្ថបទថ្មីក៏ដូចជាក្បួនគុណគូទូទាយដែលខ្ញុំបាទតែងតែធ្វើការដកស្រង់ស្វែងរកយកមកបង្ហាញចែកជូនទៅលោកអ្នកបានទស្សនាផងដែរបាទសម្រាប់ថ្ងៃនេះបើខ្ញុំបាទក៏សូមធ្វើការជម្រាបជូននៅគឺហៅបាទរាសធំប្រចាំបាទខែថ្មីខែ7ខែកក្កដាឆ្នាំ2025នេះបាទចំពោះពុកម៉ែបងប្អូនដែលចង់ដឹងថាក្នុងខែ7បាទឬក៏ខែកក្កដានេះលោកអ្នកនឹងមានជាអូរិស័យតកតងជាមួយនឹងរបររកស៊ីតកតងជាមួយនឹងកិច្ចការងារផ្សេងតើស្ថិតនៅកម្រិតណាបាទធ្វើយ៉ាងដូចម្ដេចទៅទទួលបានលាភជ័យឬក៏ផ្លែផ្កានោះលោកគ្រូនឹងធ្វើការបកស្រាយបង្ហាញនៅគន្លឹះខ្លះនៅទំនាយខ្លះដែលជាមូលដ្ឋានដែលជាវិធីសាស្ត្រដែលជាការជួយដល់លោកអ្នកឲ្យកាន់តែរីកចម្រើនហេងសម្រាប់ខែ7ទាំងអស់គ្នាបាទតែមុននឹងធ្វើការបកស្រាយនៅលម្អិតលោកគ្រូសូមធ្វើការសង្ខេបនៅបាទគឺទំនាយខ្លះដើម្បីជាមូលដ្ឋានដល់លោកអ្នកបានជ្រាបជាដំបូងសិនបើយោងទៅតាមបាការចុះផ្សាយបាទគឺពីសំណាក់បាទគេហទំព័រ Taiwan Subscribe ដែលជាគេហទំព័រដ៏ល្បីល្បាញហើយមានអ្នកទស្សនារាប់លានអ្នកអំពីបាទគឺជើងលេខអំពីទំនាយប្រចាំខែប្រចាំឆ្នាំក៏ដូចជាបាទគឺទំនាយល្អរបស់បាទគឺស្ដេចហៅផងដែរខណៈពេលនេះលោកគ្រូសូមធ្វើការបង្ហាញនៅគឺទំនាយហោរាសាធំដែលនឹងធ្វើការបកស្រាយចែកជូនចំពោះឆ្នាំចំនួន4ដែលនឹងធ្វើការបាទជម្រាបជូននោះគឺឆ្នាំជូតឆ្លូវខាលថោះអញ្ចឹងសម្រាប់ឆ្នាំផ្សេងទៀតលោកគ្រូនឹងធ្វើការបកស្រាយជាបន្តនៅបាទគឺអត្ថបទក្រោយបាទជាដំបូងគេគឺឆ្នាំជូតលោកអ្នកដឹងហើយថាជាមួយនឹងឆ្នាំជូតបាទគឺជាតិកំណើតកើតមកគឺតំណាងដោយសត្វកណ្ដុរជាមនុស្សដែលមានប្រាជ្ញាចេះរាប់អានបាទគឺមនុស្សហើយក៏ជាមនុស្សដែលពូកែសង្កេតបាទផងដែរបាទអញ្ចឹងតកតងជាមួយនឹងបាទអ្នកដែលកើតនៅក្នុងឆ្នាំជូតគឺតែងតែមានការគណនាតែងតែមានការគិតគូរឲ្យច្បាស់លាស់ឲ្យបានត្រឹមត្រូវរាល់នៅសកម្មភាពដែលពួកគេបានធ្វើដូច្នេះហើយនៅពេលដែលពួកគេសម្រេចហើយគឺស្ទើរតែប្រកាសណាស់គឺនឹងឈ្នះប្រកាសណាស់គឺនឹងទទួលបាននៅលទ្ធផលតបស្នងមកវិញបាទ100លើ100បាទអញ្ចឹងបើតាមការព្យាករណ៍ផ្អែកទៅតាមបាទគឺទំនាយជាតិកំណើតមួយចំនួននេះឯងលោកគ្រូសូមធ្វើការប្រកាសថាលោកអ្នកដែលកើតឆ្នាំជូតបាទគឺសម្បូរទៅដោយលាភសំណាងហើយក៏មានពណ៌ដែលអាចជួយឲ្យលោកអ្នកគឺឈ្នះអស់មេសត្រូវហើយហៅលាភហៅជ័យបានគឺមានពណ៌ក្រហមបាទទាំងកិច្ចការងារទាំងស្នេហាគឺនឹងជោគជ័យតែម្ដងពិសេសនោះរាប់ចាប់ពីដើមខែថ្ងៃទី1នៃបាទគឺខែកក្កដាទៅបាទគឺស្នាដៃក៏ដូចជាសមិទ្ធផលដែលអ្នកបាទគឺបាទត្រូវបានថ្នាក់លើរបស់លោកអ្នកគឺពេញចិត្តហើយក៏តែងតែលើកសរសើរពីលោកអ្នកដែលកើតឆ្នាំជូតជាបន្តបាទអញ្ចឹងសម្រាប់ភពសំណាងល្អនេះគឺត្រូវបានបាទគឺកើតមានចំពោះឆ្នាំជូតជាពិសេសហើយមិនតែប៉ុណ្ណោះបាទគឺសត្វដែលបាទគឺរាសីនេះធ្វើបានល្អ
mình có mong ở voi trao nó lại cứ miền tại liệp nâng chơi để hô châu mọc bản chân sầm rạp lúc này đã cao năm chút rương ở cọ bà cứ mình ai cao miền nó lại hai rương môi chấm nuốn có trâu bàn xa bảo liệp tự tiệt bà chụp chơi tiếng sân ha chụp chơi tiếng càng nghi hên tại mà đón nông khai cạ đa khai pram pì ni ba chia bắn to tự tiết lục rú có sôm thưa cả bà bắn to bà cá nữ hao ra xa thôm chun chấm pô chăn mình tọp tiết cứ trâu cho môi nâng lục này đã có chăn chơi ba bất na chăn chơiเรียกใส่สำหรับขายทำไมขายกะกระดาษฉนำปีปอนว่าไพ่ปรามนี่ลูกเนี่ยดังเตธาสัตว์โกโปปิงตะดอยท่าหมปลสัตว์โกโปปิงตะดอยกาชนัยประดิษฐ์หายสัตว์โกโจจัดบะส่งแวงยลในดมนอสไรปัญหาโดยวิธีพลายพลายจิกาปัญนะบะเพียบฉลาดเวยเพียบบักขนมกาสมรจัดบดใบหนึ่งรหารหวนขนมกาประชมในปัญหาเซงปัญหาดังการเงินนี่ไอ้ตู้ใบจูบการลงบาบักขนมอาจิบเนียเปกันลองก็ได้บาคือก็มนุษย์ได้การชนำโกมันบอกบ้องเนื้อแต่ต่อสู้เนื้อแต่สวัสดิ์รอกเนื้อวิธีซะสวายรอกเนื้อเจาะเจงหาจีเยี่ยมกรอบลางจีบบันตัวบ้างchia cá bật nè bà rứa xây bà hao ra xa thồm bà khăn nông khai cả cả đá cho nàm bì bòn và phải pram ni chỉ vật rồi bỏ sạch cố cứ ông nói phở chỉ vật rồi bỏ sạch cố cứ miền bà cứ liếp tràn chiềng bà cứ cruốt têu đà trọp có trâu ban bà bánh chun nữa mà hát xâm nàng đại chỉ trọp đỏ lõโดยเฉพาะให้สมัติเพียบประบอลงเนี่ยได้การชนะเชลขนมการประโมทพดมมีนเพียบประสาคลั่งบ่าเนี่ยได้การนกขนมชนะเชลนี่เจ๊แต่ดาวตามแผนการนู่หนึ่งมีนตรวจสมบัติบ่าcứการมีนจีบันตัวหนึ่งมีนโจกหนึ่งมีนเชยขนมบ่าคือขายกะกระขายประปีนี่มวยร้อยเผียร้อยดอบเลือดดอบcứ chụp chơi đọc lượt đóp cứ miền sầm nàng lo ba chiếc cáp bật nè bà chồng pua của nè khăn nòng khải ni cứ lục nè ai cào miền bà trầm tài bà cứ sam sập tài bẩn nò hào chồng pua bà cứ bà chật sập hệ rồi tiệt cứ chỉ riêng ló cứ chỉ plai chỉ cáสำหรับ30เพรอยในกรุธนานี่ลูกเนี่ยเต้าแต่เฟือกาบอกประยับประยัยกลมตื้อบาตีชง่ายแต่มันเนี่ยไอ้ขนมขายนี่มันอมหน่อยพอเตกาทัวดำหน่อยง่ายแต่มันเนี่ยไอ้เต้าแต่เมียนคณีหรือก่อนเนี่ยได้อาจตกจัดบ้านได้อาจบาทัวดำนารูมคณีนู่คือประกอบนะกลัวก่อนหนึ่งปลายจะเลียบเรียใส่หนึ่งปลายจะล้อตรอจัดตรอจ้องเป็นมวยขายเว้ยบ้าจังสังคมทาสมัติพอในเชิงเล็กได้ลูกครูบานประกาศนี่โลกเนี่ยอาจตัวยกบานเฮาหนึ่งอาจอ่านวัดบานสอบตัวตามตุ่มนี้เฮงขนมคายปรำปีแตงออกนี่นะบ้าชีบันต่อตัวเตียดลูกครูก็ส้มเพื่อกาบันต่อเนื้อเรียใสเนื้อเชิงเลยสำหรับชนะบันต่อเตียดคือเช่นเชิงโจดอชนะข่าวชีกาเปิดนาบยงตัวตามเฮาราสะทมประจำขายปรำปีบัชนำปีปอนมาเพย์ปรำนี่สำหรับชนำข้าวระยะเปลดมบงในขายกะกระดารบจับปีทั้งไงตีมวยดอทั้งไงตีดอบบ่ในขายกะกระดาหรือก็ขายปรำปีนี่ในรายการชนำข้าวหนึ่งเมียนเรียบสำนักเช้าสันถึกสันทวบตัวเลวิทยชีวิตcứ bộ kê chạp rõm chiêng cả kịch nơi cần lại thưa ca nẹ còn nâng tụi bán nơi cùng rôn cam tới tràn láng ốc ca càng nghiệp bẩn thêm nâng bàn plap đô hoàng nghỉ còn nâng rích bà chồng rao lang tràn làng lắp bên này tớ tiết nẹ có mình cụ stester khăn ca tụi tuôn dọc nơi quẹt sắc xa
ដើម្បីបង្កើននៅគុណបាទវឌ្ឍនភាពរបស់លោកអ្នកនោះឡើយអ្នកដែលកើតឆ្នាំបាទគឺសត្វខ្លានេះត្រូវចងចាំថាការប្រឹងប្រែងគឺជាមូលដ្ឋានគ្រឹះដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែមពីនេះទៅទៀតដោយសារតែការប្រឹងប្រែងឆ្នាំបាទគឺខាលនេះក៏អាចបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួនបង្កើនបាទគឺពង្រីកការងារបាទពង្រីកទំនុកចិត្តអ្នកឆ្នាំខាលត្រូវបានគេប្រទះបាននៅជើងលេខល្អមួយបានប្រកាសថាបាទប្រាក់ចំណូលមានទាំងចំណូលបាទផ្នែកបាទគឺខាងកិច្ចការងារត្រឹមត្រូវចំណូលក្រៅម៉ោងក៏ដូចជាភ័ព្វសំណាងល្អគឺទទួលបាននៅការបាទគឺរង្វាន់ឬក៏ការលើកសរសើរដោយកត្តាណាមួយរួមមានដូចជាការបាទលើកទឹកចិត្តដោយបានសរសើរការលើកទឹកចិត្តដោយជាកាដូការលើកទឹកចិត្តដោយជាការបប្រទាននៅរបស់ដែលខ្លួនពេញចិត្តបាទអញ្ចឹងសម្រាប់កិច្ចការងាររបស់លោកអ្នកក្នុងខែនេះគឺដំណើរការដោយរលូនបើយើងបកមកមើលចំពោះអ្នករកស៊ីជួញដូរវិញរយៈពេលបាទគឺពាក់កណ្ដាលខែដល់ចុងខែសម្រាប់ឆ្នាំខាលគឺមិនមានជាបាទការលំបាកនោះឡើយអតិថិជនចាស់អតិថិជនថ្មីក៏នៅតែបន្តគ្រប់គ្រងបន្តបាទគឺវិនិយោគជាមួយនឹងលោកអ្នកដែលកើតឆ្នាំខាលនេះអញ្ចឹងការរកស៊ីគឺដំណើរការដោយរលូននិយាយរួមទៅរាសីរបស់លោកអ្នកគឺខ្ពស់ត្រដាតត្រដឹមបាទសូមខមមិនពាក្យសាធុដើម្បីទទួលយកនៅផ្លែផ្កាទទួលយកនៅលៀបទទួលយកនៅជ័យទទួលយកនៅរឿងល្អៗដែលលោកគ្រូបានប្រកាសនេះទាំងអស់គ្នាបាទស្របហើយជាមួយនឹងជើងលេខបាទសិនជាលោកអ្នកខមមិនបាទគឺសាធុនឹងទទួលយកផងដែរបាទជាបន្តទៅទៀតលោកគ្រូក៏សូមបាទធ្វើការបន្តបង្ហាញនៅបាទគឺបាទជើងលេខនៅបើឆ្នាំជាបន្តទៅទៀតគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំថោះបាទលោកអ្នកដឹងទេថាចំពោះឆ្នាំថោះតើតើជាមួយនឹងបាទគឺរាសីហោរាសាធំប្រចាំបាទខែបាទ7ខែកក្កដានេះក្នុងខែ7នេះមនុស្សដែលកើតនៅក្នុងឆ្នាំសត្វទុនសាយនឹងមានការស្រមើស្រមៃសម្បូរបែបបាទគឺចូលចិត្តរុករកចូលចិត្តស្វែងរកចូលចិត្តបាទគឺស្រាវជ្រាវអ្នកមិនខ្លាចនៅឧបសគ្គនោះទេហើយតែងតែស្វែងរកអ្វីដែលបាទគឺថ្មីអ្វីដែលជាគន្លឹះល្អក្នុងកិច្ចការងារក៏ដូចជាក្នុងដំណើរជីវិតរបស់លោកអ្នកទាំងមូលប្រកបណាស់អ្នកដែលកើតនៅក្នុងឆ្នាំថោះនេះមានសមត្ថភាពធ្វើកិច្ចការងារច្រើនយ៉ាងហើយការធ្វើរបស់លោកអ្នកគឺល្អបើឥតខ្ចោះដោយបង្វែរពេលវេលានិងធម៌ពលរបស់ពួកគេទៅជាប្រសិទ្ធភាពដ៏ត្រឹមត្រូវវាត្រូវបានបាទគឺស្ដេចហោធ្វើការប្រកាសនៅហោរាសាធំប្រចាំខែអ្នកនឹងមានជីវិតសម្បូរបែបអ្នកដែលកើតឆ្នាំសត្វទុនសាយក៏ឆ្លៀតឱកាសទាំងបាទគឺអស់នេះដោយឆ្លាតវៃនៅពេលចូលវ័យកណ្ដាលបាទគឺលោកអ្នកគឺកាន់តែក្តាំងគឺមានន័យថាកាន់តែបាទមានប្រសិទ្ធភាពទៅទៀតជាការពិតណាបាទក្នុងខែថ្មីខែ7ខែកក្កដានេះគឺត្រូវនឹងពេលវេលាក្នុងការបើកទ្វារទ្រព្យទទួលលាភទទួលជ័យជូនចំពោះឆ្នាំថោះនេះដែលមានផ្លូវអាជីពបាទកាន់តែធំទូលាយប៉ុន្តែទោះបីជាអ្នកមានបាទផ្នត់គំនិតរឹងមាំបាទហ៊ានគិតនឹងធ្វើអ្វីក៏ដោយក៏អ្នកនៅតែត្រូវបាទមានភាពបាទខ្ជាប់ខ្ជួននិងមិនត្រូវបាក់ទឹកចិត្តជាដាច់ខាតដើម្បីសម្រេចបាននៅភាពជោគជ័យសម្រេចបាននៅរឿងល្អៗប្រចាំខែថ្មីប្រចាំបាទគឺរាសីថ្មីទាំងអស់គ្នាមនុស្សដែលកើតឆ្នាំថោះត្រូវអភិវឌ្ឍសក្តានុពលរបស់ខ្លួននិងកាន់បាទចាប់យកឱកាសដើម្បីមានបាទឆ្នាំបាទដែលរុងរឿងនិងរដូវកាលដែលត្រូវប៉ាន់គឺក្នុងខែ7នេះ
ពោពេញទៅដោយសេរីភាពពោពេញទៅដោយការរីករាយពោពេញទៅដោយសុភមង្គលនិងសម្បូរទៅដោយលាភជ័យហេងហេងបាទអញ្ចឹងបើយោងទៅតាមទំនាយដែលស្ដេចហៅបានប្រកាសបាទគឺសម្រាប់ខែ7នេះសម្រាប់ឆ្នាំថោះល្អលើល្អ10លើ10បាទពិតជាពិសេសណាស់ទាំងរបររកស៊ីទាំងកិច្ចការងារដោយសារតែលោកអ្នកមានផ្នត់គំនិតពូកែស្រាវជ្រាវពូកែពង្រឹងការងារដើរតួសំខាន់ណាស់ហើយចំពោះគូស្នេហ៍វិញក៏ដំណើរការដោយរលូនទៅទៀតលោកអ្នកគិតគូរវែងឆ្ងាយថែរក្សាចំណងស្នេហាល្អណាស់ក្នុងខែកក្កដានេះចូលរួមអបអរសាទរអញ្ចឹងសម្រាប់ឆ្នាំថោះសូមខមមិនពាក្យសាធុសាធុក៏ដូចជាទទួលយកនៅជើងលេខទទួលយកនៅការគុណគូទូទាយទាំងអស់គ្នាណាបាទសម្រាប់បកាបកស្រាយនៅហោរាសាធំប្រចាំខែកក្កដាឆ្នាំ2025ដែលទូទាយចំពោះឆ្នាំជូតឆ្លូវខែថោះនៅពេលនេះក៏ត្រូវបានប្រកាសរួចរាល់ក៏ត្រូវបានទូទាយរួចរាល់នៅឡើយទៅពុកម៉ាងប្អូនធ្វើការខមមិនពាក្យសាធុសាធុទទួលយកក៏ដូចជាធ្វើការបាទគឺបួងសួងឲ្យជើងលេខនេះកាន់តែឆុតហើយសម្រាប់បាទគឺទំនាយបាទដែលតកតងជាមួយនឹងបាទគឺគ្រោះថ្នាក់ផ្សេងលោកគ្រូធ្វើការបកស្រាយនៅពេលក្រោយតែនៅពេលនេះលោកគ្រូលើកតែចំណុចល្អដកស្រង់តែចំណុចខ្លឹមចំណុចលៀបចំណុចជ័យដើម្បីយកមកបង្ហាញឲ្យអស់លោកអ្នកបាទគឺបានជ្រាបហើយនឹងទទួលយកហើយនឹងសាទរហើយនឹងបាទធ្វើការបួងសួងឲ្យកាន់តែល្បីកាន់តែឆុតកាន់តែមានប្រសិទ្ធភាពជាងនេះបាទពីខ្ញុំបាទក៏សូមអរគុណនិងសូមគោរពលាយើងនឹងវិលមកជួបគ្នានៅអត្ថបទល្អបាទចំណេះដឹងក្រោយៗក៏ដូចជាក្បួនគុណគូទូទាយថ្មីបាទពីខ្ញុំបាទក៏សូមអរគុណសូមជម្រាបលា